សូមលោកគ្រូអ្នកគ្រូនិងស្ដេចទៅកាន់សិស្សានុសិស្សទាំងអស់ដែលបានទស្សនាវីដេអូនេះនិងខ្ញុំជួយសាស្ត្រសម័យអីឬនៅទីរំពីអើនៅសាលាវិទ្យាល័យប្រងដួងកម្មវិធីសាលារៀនចំនួនថ្មី NGS នឹងខ្ញុំឈ្មោះសុយ៉ាឡាលីនខ្ញុំឈ្មោះរខាវណ្ឌីឡាបាទឈ្មោះសុសុភ័ក្រនិងខ្ញុំឈ្មោះរៀនសុខហេពួកយើងទាំងអស់គ្នាគឺជាសមាជិកក្លឹបប្រវត្តិដែលបានធ្វើគម្រោងទួលនយោបាយសន្តិភាពបាទអូនអាចណែនាំពីមើលសួនរបស់យើងថាមានអីខ្លះទេគម្រោងសួនរបស់យើងមានក្តារអំពៅទយោក្រាស់ឡាំងហើយនឹងមានលាបពណ៌ហើយនឹងផ្លាកខាងមុខហើយមានដើមឈើមានស្ដាប់កັບមាននេះអីទៀតបាទគោលនងអីដែលអូនអាចលើកយកពីមកតាមពីပေါ်ដែរគោលនងដែលនឹងខ្ញុំបាទផ្សព្វផ្សាយអំពីសួនដែលចុះសន្តិភាពនៅខេត្តព្រៃវែងដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិស្គាល់និងផ្សាយឲ្យបងអ្នកដែលស្គាល់សួនចុះសន្តិភាពនេះឲ្យគាត់បានស្គាល់គ្រប់គ្នាគឺសូមសួរតែថាក្នុងការសាងសង់សួនទីសួននេះឡើងតើអូនចំណាយពេលវេលានឹងប្រហែលខែដែរដើម្បី5ខែល្មមតែសម្រាប់ការអូសួនមែនទែនដើម្បីអាចលើកទឹកចិត្តមួយក៏បានដែរគាត់សួនហ្នឹងមុនដំបូងយើងធ្វើខុសយើងធ្វើពីឡើងស្នោទៅមកយើងធ្វើទៅយើងដាក់អត់ជាប់អីទេទៅមកទើបយើងកែប្រែមកធ្វើជាក្តារដាក់កេវិញឬសាលាហើយលោកគ្រូសូមអរគុណបងប្អូនដល់គ្នាច្រើនអរគុណលោកគ្រូជួយពី